ឃើញទេសនាឬគំនិតល្អៗនៅលើបណ្ដាញសង្គមអីសេវទុកពេលទំនេរអានផងលោកគ្រូបានបញ្ជាក់ច្រើនលើកច្រើនសារហើយថាមនុស្សមិនខ្លាំងនៅនឹងកម្ពស់មនុស្សមិនខ្លាំងនៅនឹងសម្បុរមនុស្សមិនខ្លាំងនៅលើសាច់ដុំទេមនុស្សខ្លាំងនៅលើគំនិតគឺគំនិតនេះហើយដែលនាំឲ្យយើងក្លាយទៅជាមនុស្សដែលពោរពេញដោយថាមពលភាពរឹងមាំឯករាជ្យវិបុលភាពមានលុយមានកាក់មានទូនាទីនៅលើគំនិតហ្នឹងហើយប្រសិនណាបើយើងមិនចេះស្វែងរកគំនិតប្រកបដោយគុណធម៌វិបុលភាពហ្នឹងទេដំណើរជីវិតរបស់យើងវាប្រឈមចឹងប្រសិនណាបើរឿងរ៉ាវទាំងឡាយណាដែលវាមិនសូវល្អវាជាតែលោតនៅលើបណ្ដាញសង្គមលោកគ្រូឲ្យជាជំរឿ2ទី1 click button show less or alternatively block channel នឹងចោលតែម្ដង content ទាំងឡាយណាពាក់ព័ន្ធទៅនឹងរឿងល្បែងស៊ីសង gambling content ពាក់ព័ន្ធទៅនឹង pornography រឿងអាហារ content ពាក់ព័ន្ធទៅនឹងគ្រឿងស្រវឹងអីឡានឹងឡាចឹងមានន័យថាបណ្ដាញសង្គមរបស់យើងនឹងត្រូវបានចម្រោះទៅរឿងល្អៗទេដែលវាហូរចូលមកអញ្ចឹងយើងឃើញតែរឿងល្អៗយើងចាប់យកមកអានយកមកស្ដាប់បញ្ចូលក្នុងខួរក្បាលរបស់យើងក៏ខ្លាំងតាមនឹងដែរពីព្រោះយើងបានញែករឿងមិនល្អឲ្យវាទៅចោះរឿងល្អយើងចាប់យកតោះនេះប៉ុណ្ណឹងតាមពិតលោកគ្រូមាន content ច្រើនដែលចង់ចែករំលែកប៉ុន្តែឃើញ content ពាក់ព័ន្ធទៅនឹងគំនិតអប់រំល្អៗទាំងអស់នេះមិនបានចែករំលែកមានអារម្មណ៍ថា feel remorse or regrettable មានអារម្មណ៍ថាសោកស្ដាយពីព្រោះពុកម៉ែអ៊ំពូមីងខ្លះអត់ចេះភាសាបរទេសទេប៉ុន្តែចង់ស្ដាប់នូវគំនិតទស្សនៈផ្សេងៗអញ្ចឹងវាគឺជាឱកាសមួយដែលលោកគ្រូអាចចែករំលែកតាមរយៈការបកស្រាយនិងការបញ្យល់ខ្លីៗជូនចំពោះពុកម៉ែអ៊ំពូមីងរបស់យើងបន្ថែមពីទស្សនវិជ្ជាខ្មែររបស់យើងចឹងវាទៅជាសួនច្បារចម្រុះនៃគំនិតដែលបង្កើតនៅភាពថ្កុំថ្កើងនៅក្នុងក្រុមគ្រួសារនីមួយៗមានសារៈសំខាន់ពាក្យថាគំនិតទស្សនៈមួយម៉ាត់នេះមិនមែនធម្មតាទេមនុស្សដែលខ្លាំងគឺមនុស្សបកកែទស្សនវិជ្ជាលោកគ្រូប្រាប់ philosophy ទស្សនវិជ្ជាដែលសិក្សាពីគំនិតនៅត្រឹងគេធ្វើម៉េចគំនិតមិនឯករាជ្យម៉េចគំនិតថ្កុំថ្កើងគេធ្វើម៉េចសិក្សាលើគំនិតចឹងដើម្បីទទួលបានគំនិតហ្នឹងប្រមូលយកគំនិតគេឯងយកមកបន្តមកយើងសាំងយកហើយយើងសម្រេចថាយើងយកគំនិតមួយណាបង្កនៅក្នុងនីតិជីវិតរបស់យើងអាមិនល្អតតចោលមិនមែនគ្រប់គំនិតរបស់ philosopher ទាំងអស់សិតតែត្រូវទេត្រូវចំពោះស្ថានភាពនោះមិនត្រូវចំពោះស្ថានភាពយើងដូចថ្នាំចឹងណាអង់ទីប៊ីយោទិកដូចគ្នាប្រើចំពោះបុគ្គលនឹងបានប្រើចំពោះយើងអស់លីងគ្រាប់ឈាមក្រហមវិញចឹងណាចឹងយើងត្រូវសិក្សាសិនបន្តមកបានយើងញែកអាណាត្រូវយើងយកអាណាមិនត្រូវយើងមិនបាច់យកតោះនេះប៉ុណ្ណឹងលើយើងចាប់ផ្ដើមបណ្ឌិតមើលណា Le vrai combat est dans ta tête entraîne ton esprit à être plus fort que tes émotions Le vrai combat est dans ta tête ការប្រយុទ្ធដ៏ពិតប្រាកដមួយគឺនៅលើខួរក្បាលរបស់យើង entraîne ton esprit à être plus fort que tes émotions ហ្វឹកហាត់ស្មារតីរបស់យើងផ្នត់គំនិតរបស់យើងនឹងឲ្យខ្លាំងជាងអារម្មណ៍របស់យើងអារម្មណ៍វាងាយកើតវាងាយបាត់អារម្មណ៍ខឹងមកប្រើទៅបាញ់គេដោយករណីបទឃាតកម្មដែលបានកើតឡើងនៅខេត្តកពតភ្ជុំថ្ងៃទី2មិនដឹងថ្ងៃទី3មិនដឹងទេព្រោះតែរឿងសវឹងអីទីទួចដកកំភ្លើងដកអីទៅបាញ់គេអាហ្នឹងបញ្ហាហ្នឹងគឺ emotion ហ្នឹងវាអត់អាចគ្រប់គ្រងបានខ្លួនកាយហ្នឹងឲ្យ emotion ហ្នឹងគ្រប់គ្រងម៉ូបាំងពាក្យខ្មែរអញ្ចឹងធ្វើម៉េចសង្កត់ emotion ហ្នឹងឲ្យបានព្រោះ emotion ហ្នឹងវាភ្លឹបផ្លែតពាក្យភាសាអង់គ្លេសគេហៅ fade in fade out វាចូលវាចេញយើងមានតែ esprit របស់យើងនេះទេបើយើងហ្វឹកហាត់វាបានល្អ educated បានល្អខ្លួនកាយរបស់យើងរឹងមាំមកហើយកាយរឹងមាំដោយសារការបញ្ជាពីខួរក្បាលអញ្ចឹងនៅក្នុងគំនិតនេះគឺមានន័យថាខួរក្បាលឬក្បាលរបស់យើងនេះត្រូវតែពង្រឹងសមត្ថភាពនឹងឲ្យបានខ្លាំងទើបជាអ្នកប្រយុទ្ធមួយឬក៏យុទ្ធជនមួយដ៏ក្លាហានមិនមែននៅលើ emotion ទេគឺនៅលើ esprit របស់យើង Première idée Deuxième idée the calmer you are the clearer you think move with strategy not emotion គំនិតទី2នេះមានលក្ខណៈស្រដៀងនឹងគំនិតទី1គ្រាន់តែមួយសរសេរជាភាសាបារាំងនិងមួយសរសេរជាភាសាអង់គ្លេស
The calmer you are, the clearer you think. អ្នកឯងកាន់តែស្ងាត់អ្នកឯងគិតបានកាន់តែច្បាស់ Clarity shows at the time when you stay silent ភាពច្បាស់លាស់មួយវាបង្ហាញឲ្យយើងឃើញភ្លាមនៅពេលណាដែលយើងស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ដូចអ្នកលេងអុកចឹងណាបែកទូកឥឡូវហើយបែកខ្សែឥឡូវហើយភាគីម្ខាងនិយាយឲ្យភាគីម្ខាងទៀតភាគីម្ខាងទៀតហ្នឹងគេនៅស្យងនៅសិញ្ចឹងគិតប្រកបដោយសតិសម្បជញ្ញៈរបស់គេចុងក្រោយចាញ់គេឃើញកីឡាផ្សេងៗក៏ដូចគ្នាដែរលោកគ្រូមានបទពិសោធន៍ផ្ដោតសំខាន់លើបច្ចេកទេសផ្ដោតសំខាន់លើការសិក្សាទៅលើដៃគូរបស់យើងដៃគូនឹងប្រកែដៃស្ដាំឬដៃឆ្វេងដៃគូនឹងប្រកែមុខឬប្រកែក្រោយដៃគូនឹងចល័តលឿនឬយឺតឡាក់នឹងឡាក់គួយគិតអញ្ចឹងពេលដែលគេនិយាយអីមកអត់មានការចាំបាច់អីត្រូវនិយាយតទៅវិញទេព្រោះការប្រកួតពឹងលើពិន្ទុមិនមែនពឹងលើការឆ្លោះគ្នាមុនពេលដែលពិន្ទុផ្លូវការត្រូវបានប្រកាសនោះទេចឹង stay silent ពេលហ្នឹង silent is golden ចឹង silent is the best weapon at the time that we can use to KO our enemy the calmer you are the clearer you think move with strategy not emotion ចឹងកាន់តែស្ងាត់កាន់តែឃើញអ្វីបានច្បាស់ហើយសូមធ្វើចលនាដោយយុទ្ធសាស្ត្ររំកិលទៅមុខរុលទៅមុខបើយើងនិយាយអំពីភាសាតបដោយយុទ្ធសាស្ត្រមិនមែនដោយអារម្មណ៍ទេអូខេ Finalement le temps révèle toujours le vrai visage des gens. Finalement le temps révèle toujours le vrai visage des gens. ចុងក្រោយបំផុតពេលវេលានឹងលាតត្រដាងតែងតែលាតត្រដាងតែម្ដងអំពីលទ្ធផលចុងក្រោយមួយអំពីស្ថានភាពពិតប្រាកដមួយនៃបុគ្គលណាម្នាក់ណាភាសាអង់គ្លេសមួយទៀតគេប្រើពាក្យថា will tell ពេលវេលានឹងប្រាប់បាត់ពីផ្ទះព្រឹកចេញពីម៉ោង8ម៉ោង11បានមកចេញសៅរ៍ក៏ចេញអាទិត្យក៏ចេញមិនដឹងទៅណាទៅណីគ្មានគោលដៅជីវិតច្បាស់លាស់ហើយកូនខ្លះនឹងរៀននោះសុទ្ធតែ3មហាវិទ្យាល័យអីក៏មានដែរបន្តិច intern នៅកន្លែងនេះតិចទៅ intern នៅកន្លែងនោះអីឡាក់ហ្នឹងសូមប្រយ័ត្នចុងក្រោយបំផុតគង់តែគេដឹងអ្នកស្រុកអ្នកភូមិវាយតម្លៃកុហកគេមិនទៀតព្រោះយើងដល់ដំណាក់កាលចុងក្រោយហ្នឹងកូននឹងបានអីមានអីគេដឹងវិលត្រឡប់មកស្រុកភូមិវិញមានអីឥឡូវមានគ្រួសារកក់ក្ដៅមានផ្ទះសម្បែងមានមធ្យោបាយធ្វើដំណើរសមរម្យមានផ្ទះជារបស់ខ្លួនទូនាទីអីមានអីអត់អីអ្នកចិត្តខាងគេវាយតម្លៃឃើញទេចឹងបើថាចុងក្រោយបំផុតពេលវេលាវានឹងប្រាប់អំពីមុខមាត់ពិតប្រាកដរបស់បុគ្គលណាម្នាក់ហ្នឹងសូមមានការប្រុងប្រយ័ត្នដូចគ្នាដែរធ្វើសកម្មភាពដោយមានការប្រុងប្រយ័ត្នគិតអំពីផលប្រយោជន៍សូមមានការប្រុងប្រយ័ត្នចំពោះការខ្ជិះខ្ជាយពេលវេលា Be aware of time wastage Time is everything Time's wastage is not refundable ការខ្ជិះខ្ជាយពេលវេលាមិនអាចសងវិញបានទេLa chance de réussir dans la vie s'appelle croire en toi. La chance de réussir dans la vie s'appelle croire en toi. ឱកាសនៅក្នុងការទទួលបានភាពជោគជ័យនៅក្នុងជីវិតមានឈ្មោះថាការជឿជាក់លើខ្លួនឯង En français, en autre terme, on dit la confiance en soi. Il faut avoir la confiance en soi pour pouvoir surmonter les obstacles dans la vie. ភាសាបារាំងមួយទៀតគេប្រើពាក្យសូមមានទំនុកចិត្តលើខ្លួនឯងធ្វើជាគ្រូក៏ដែរធ្វើជា influencer ក៏ដែរធ្វើជា businessman businesswoman ក៏ដែរធ្វើជា public official ក៏ដែរមានភាពជឿជាក់លើខ្លួនឯងថាខ្លួនឯងអាចបំពេញការងារនឹងប្រកបដោយ responsibility ហើយនឹងគោរព be respectful មានការគោរពចងភ្ជាប់ខ្លួនឯងជាមួយនឹងកាតព្វកិច្ចដែលមាននៅក្នុងក្របសីលធម៌តោះនេះប៉ុណ្ណឹងចិត្តខកអង្ទ័រគឺមានន័យថាទុកចិត្តលើខ្លួនឯងគឺជាមេគាមួយសំខាន់ដូចគ្នាដែលនាំឲ្យកូនសិស្សទទួលបានជោគជ័យ Nothing venture nothing gain qui n'arrive à rien n'a rien មិនហ៊ានបថុយមិនទទួលបានជោគជ័យទេអ្នកខ្លះដើម្បីហ៊ានបថុយបន្តតែយើងខកអង្ទ័រដោយកូនសិស្សខ្លះគេសួរលោកគ្រូអញ្ចឹងគេ comment សួរលោកគ្រូថាលោកគ្រូពេលដែលលោកគ្រូអាឡាទៅមុខទៅក្រោយអត់មានការព្រួយបារម្ភចំពោះការបាក់កទេឬបាក់ឬក្រិចកលោកគ្រូបានបញ្ជាក់ត្រឡប់ទៅវិញថាមានការព្រួយបារម្ភ
ប៉ុន្តែយើងបានជំនះការព្រួយបារម្ភនេះដោយការតាំងចិត្តដោយការហ្វឹកហាត់និងជឿជាក់លើខ្លួនឯងចុងក្រោយយើងអាចធ្វើវាបានវិញទេរឿងហ្នឹងវាអញ្ចឹងអានេះលោកគ្រូនិយាយរឿងហាត់កីឡាការបង្រៀនក៏ដូចគ្នាការងារផ្សេងៗដែលលោកគ្រូបានធ្វើក៏ដូចគ្នា toujours moi j'ai toujours avoir la confiance en soi ou croire en moi តោះនេះជឿជាក់លើខ្លួនឯងរវាង discipline ជាមួយនឹង motivation លោកគ្រូបានលើកឡើងហើយថា discipline is far more important than motivation you will not be always motivated but you can have self discipline by impose strict discipline by yourself every day ពាក់ព័ន្ធជាមួយនឹងរឿងការលើកទឹកចិត្តនិងវិន័យលោកគ្រូតែងតែលើកចឹងថាសូមឲ្យមានវិន័យជាជាងការលើកទឹកចិត្តការលើកទឹកចិត្តវាអាចគេលើកយើងលើកថ្ងៃហ្នឹងស្អែកគេជប់ខាងស្អែកគេលើកខាងស្អែកមួយគេជប់ពួកគេក៏មានគេក៏មានកាតព្វកិច្ចត្រូវលើកទឹកចិត្តអ្នកផ្សេងនិងខ្លួនគេដែរនៅតែអង្គុយថា today I have not been motivated how can I challenge that work ខ្ញុំអត់បានលើកទឹកចិត្តសោះថ្ងៃហ្នឹងអត់បាត់ដែរឲ្យមាន discipline ណាហើយ discipline នេះគឺជាអ្វីមួយដែលឲ្យយើងមាន continuity នៅក្នុងការបន្តការងារជាង discipline សំខាន់ជាង motivation calm we all want success focus and peace គ្រប់គ្នាទាំងអស់ចង់បានភាពជោគជ័យការផ្ដោតអារម្មណ៍និង peace សន្តិភាព but most of us wait for motivation to show up ប៉ុន្តែគ្រប់គ្នាបែរជារង់ចាំការលើកទឹកចិត្តដើម្បីបង្ហាញទៅវិញThe truth is motivation fades តាមពិតការលើកទឹកចិត្តហ្នឹងវាពាក្យខ្មែរថាវាកើតឡើងតិចវាបាត់ទៅវិញតិចកើតឡើងតិចវាបាត់ទៅវិញតិច fade in fade out ណាពេលដែលយើង edit video ណា discipline is what stays ប៉ុន្តែពាក់ព័ន្ធជាមួយនឹងវិន័យគឺជាអ្វីដែលនៅជាមួយយើងជានិច្ច discipline means doing what matters even when you don't feel like itពាក្យថាវិន័យនេះគឺជាការធ្វើរឿងរ៉ាវទាំងឡាយបើទោះបីជាយើងមិនមានអារម្មណ៍ចង់ធ្វើវាក៏ដោយគឺគូបានលើកឡើងចឹងពេលខ្លះហត់អត់អាចលើកដៃលើកជើងបានទេកថាជើងក៏មិនរួចលើកជើងតក៏មិនរួចប៉ុន្តែត្រូវតែបង្ខំចិត្តថា I need to show respect to myself I need to have discipline in doing that 30 minutes of workout or physical exercise for my health as well តាំងចិត្តខ្លួនឯងយ៉ាងថាហត់ណាស់ប៉ុន្តែត្រូវឆ្លៀត I do not say about having time but I need to know how to make time ខ្ញុំមិនត្រូវនិយាយថាខ្ញុំអត់មានពេលទេប៉ុន្តែខ្ញុំត្រូវនិយាយថាខ្ញុំឆ្លៀតពេលឃើញទេចុងទីបញ្ចប់គឺយើងអាចធ្វើវាបានទោះបីថាពេលខ្លះយើងមិនចង់ធ្វើក៏ដោយ Every time you choose comfort over effort រាល់ពេលដែលអ្នកជ្រើសរើសផាសុខភាពជាជាងការខិតខំប្រឹងប្រែង you teach your mind to settle អ្នកបង្រៀនចិត្តរបស់អ្នកឲ្យចេះដោះស្រាយ But every time you push through laziness you build strength no one can take away ប៉ុន្តែរាល់ពេលដែលអ្នករុញឬជំនះឆ្លងកាត់ភាពខ្ជិលអ្នកបានកសាងភាពខ្លាំងដែលគ្មាននរណាម្នាក់អាចយកវាពីអ្នកបានទេ Gyms, the books, habits none of them work without consistency ហាត់ជីមក៏ដោយហាត់កីឡានៅកន្លែងជីមក៏ដោយលើកដៃលើកជើងអានសៀវភៅមានទម្លាប់អីផ្សេងក៏ដោយ None of them work គ្មានការងារណាមួយក្នុងចំណោមការងារទាំងអស់នឹងអាចបំពេញមុខងាររបស់វាបានល្អទេប្រសិនណាបើគ្មានភាពជាប់លាប់ consistency Start small wake up on time ចាប់ផ្ដើមពីបញ្ហាតូចៗទៅណាក្រោកឲ្យតាន់ពេលវេលា finish what you start ហើយត្រូវបញ្ចប់នៅអ្វីដែលអ្នកបានចាប់ផ្ដើមKeep your promises to yourself សូមគោរពការសន្យាចំពោះខ្លួនឯងផង The more you do the more you will trust yourself កាន់តែធ្វើកាន់តែទុកចិត្តលើខ្លួនឯងណែដោយលោកគ្រូបានលើកឡើងអញ្ចឹងណាអាឡាតក្តីលោតទៅនេះទៅនោះក្តីលំមៀលខ្លួនក្តីកាន់តែធ្វើកាន់តែទុកចិត្តខានធ្វើតែមួយថ្ងៃពីរហាក់ដូចជាមានអារម្មណ៍ feel lose confidence on oneself មានអារម្មណ៍ថាបាត់ទំនុកចិត្តលើខ្លួនឯងThat trust become confidence ពេលនឹងហើយដែលសេចក្តីទុកចិត្តនឹងវាคล้ายទៅជាការរំពឹងទុកមួយដ៏រឹងមាំ Discipline is not punishment វិន័យមិនមែនជាការដាក់ទណ្ឌកម្មចំពោះខ្លួនឯងទេ It's a freedom វាគឺជាសេរីភាព Freedom from regret គឺជាសេរីភាពពីវិបត្តិសេរី From chaos ពីភាពរញ៉េរញ៉ៃ From wasted times or time wastage ពីការខ្ជិះខ្ជាយពេលវេលា
You don't need perfect conditions យើងក៏មិនចាំបាច់ត្រូវការលក្ខខណ្ឌមួយ perfect បានយើងចាប់ផ្ដើមធ្វើអ្វីមួយដែរ You just need to begin រឿងសំខាន់គឺចាប់ផ្ដើម That's why there is another American English proverb say A journey of 1,000 miles must begin with a single step. It means before you reach 1,000 miles, you must start by walking 1 inch ahead. It's very meaningful. You can't control everything, but you can control your effort. So take control. យើងមិនអាច control អ្វីគ្រប់យ៉ាងបានទេប៉ុន្តែយើងអាច control ការខិតខំប្រឹងប្រែងរបស់យើងបាន So take control ចឹងចាប់ផ្ដើមត្រួតពិនិត្យវាទៅ Discipline yourself ដាក់វិន័យលើខ្លួនឯង Build the life you say you want កសាងនូវជីវិតមួយដែលអ្នកនិយាយថាអ្នកចង់ធ្វើអី One actions at a time សកម្មភាពមួយនៅក្នុងពេលមួយអូខេចឹងគំនិតនេះគឺ value mostly the word discipline yourself ហើយក្នុងគំនិតអប់រំនេះគឺឲ្យតម្លៃខ្ពស់ទៅលើការមានវិន័យ Ne prends jamais de décision quand tu es en colère កុំធ្វើការសម្រេចចិត្តនៅពេលដែលយើងខឹងឆ្កែនេះវាលោតទៅខាំបាក់សាបាក់សីប៉ុន្តែវាភ្លេចគិតថានេះគឺជាចលងភ្នំហើយបាក់សាបាក់សីឬសត្វវាចេះហើហើយយើងមកដល់ហ្នឹងបើយើងចេះចាប់ហ្វ្រាំងមួយខ្លួនអត់ងាប់ទេណាហើយលោតទៅអញ្ចឹងបើទោះបីជាខំបានក៏ងាប់នឹងខ្លួនឯងដែរសម្រាប់ចិត្តថាខំទាំងពេលខ្លួនខឹងមានកំហឹងនឹងខ្លួនចុងទីបញ្ចប់យ៉ាងម៉េចស្លាប់អូខេចឹងប្រយ័ត្នរឿងផ្សេងក៏ដូចគ្នាដែរ Reprends jamais de décision quand tu es en colère La maturité c'est quand on veut la paix plus que la vengeance La maturité c'est quand on veut la paix plus que la vengeance La maturité យើងបកថាភាពចាស់ទុំណា C'est quand on veut la paix គឺនៅពេលណាដែលយើងស្រឡាញ់សន្តិភាពជាជាងការសងសឹក Maturity in English La maturité នេះសំខាន់ណាស់ La maturité ភាពចាស់ទុំនៅអាមេរិកតាមមិត្តភ័ក្តិដែលលោកគ្រូបានសួរនាំដើម្បីអាចក្លាយទៅជាចៅក្រមបានបរិញ្ញាបត្របន្ទាប់ពីចប់ហើយ High school ចប់ហើយរៀន4ឆ្នាំគឺ22 Juris Doctor 3ឆ្នាំទើបមានសិទ្ធិប្រឡង Lawyer Attorney at Law or Judge or Prosecutor អញ្ចឹងបើបូកទៅគឺខ្ទង់ប្រហែលជា27ទើបអាចធ្វើជាចៅក្រមឬអัยការបានមូលហេតុអីគេចង់ឲ្យមាន maturity ព្រោះនៅក្មេងពេកពេលខ្លះយើងមានការលំបាកពាក្យខ្មែរថាក្មេងឈាមរាវណាហ្នឹងហើយការដឹកនាំក្រុមហ៊ុនអីក៏ដោយក៏គេត្រូវការមើលដែរអ្នកខ្លះគេត្រូវការមើល maturity បន្តិចសុំអាហារូបករណ៍ទៅក្រៅប្រទេសទៅអីហ្នឹងជួនកាលក៏គេមើល maturity ដែរអញ្ចឹង maturity នេះមានសារៈសំខាន់ហើយ maturity នេះយើងអាចប្រើប្រាស់ទៅតាមបរិបទរបស់វាណា La maturité c'est quand on veut la paix plus que la vengeance OK Le respect est la base de toute relation Le respect est la base de toute relation មានន័យថាការគោរពគឺជាមូលដ្ឋាននៃគ្រប់ទំនាក់ទំនងទាំងអស់សកម្មភាពរាប់អានគ្នាប្រចាំថ្ងៃ daily communications doing business working environment private or public ឡើង family issues ឡើងសំខាន់ Sois humble et ne pense jamais que tu vaux mieux que quelqu'un d'autre nous guidons tout ce monde les mains vides à méditer សូមឲ្យយើងមានការដាក់ខ្លួនហើយសូមកុំគិតថា ne pense jamais que tu vaux mieux que quelqu'un d'autre យើងនឹងវាបកកែជាងគេ nous quittons tous ce monde les mains vides យើងចាក់ចេញពីពិភពលោកនេះដោយដៃទទេទេកុំថាអ្នកឯងល្អបារាំងល្អអង់គ្លេសល្អស្អីសញ្ញាបត្រមកពី Ukraine Your diploma earned from Ukraine, your diploma earned from Moscow, your diploma earned from Paris, your diploma earned from Yokohama, Hiroshima, Nagasaki, so on and so forth. At the end, you leave this earth with mang vida. ចាក់ចេញពីពិភពលោកនឹងដោយដៃទទេដូចគ្នាទេយ៉ាងស្អីដែលនៅសេសសល់គឺគុណធម៌ការចែករំលែក legacy reputation នេះហើយយ៉ាងបានលោកគ្រូមានបំណងធំណាស់បើសិនមិនមានបញ្ហាអីទេលោកគ្រូនឹងចាក់បញ្ចូលចំណេះដឹងនេះនៅលើដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជារបស់យើងទុកឲ្យយុវជនជំនាន់ក្រោយ
គាត់មាន channel មួយដើម្បីគាត់មកសិក្សាស្រាវជ្រាវនៅហ្នឹងហើយមានរឿងច្រើនទៀតដែលចង់បកស្រាយតិចទៀតនិយាយ1 ម៉ោង1 ម៉ោងយូរមកនីតិអន្តរជាតិសាធារណៈនិយាយឲ្យ1 ម៉ោងចឹងមកនីតិអន្តរជាតិឯកជននិយាយ1 ម៉ោងចឹងមកឬក៏អាចបង្កើតជាវេទិកាសំណួរចម្លើយខ្លួនឯងតែម្ដងតើមហាជនអាចចូលខត់សកម្មភាពជាអំពើល្មើសដែលកំពុងកើតឡើងជាក់ស្ដែងនៅក្នុងស្ថានភាពអំពើហិង្សាក្នុងគ្រួសារបានដែរឬទេពីព្រោះថ្ងៃនេះមហាជនមួយចំនួនតូចតាមរយៈការសម្ភាសពីអ្នកសារព័ត៌មានណាឃើញប្តីប្រពន្ធគេឆ្លោះគ្នាអញ្ចឹងទៅអត់ហ៊ានចូលខត់ហើយប្តីវាយប្រពន្ធចង់ហប់ដល់ទៅសួរថាម៉េចបានបងឯងមិនចូលថាខ្ញុំស្មានតែរឿងប្តីប្រពន្ធគេអត់ហ៊ានចូលតាមពិតបើទោះបីជាប្តីប្រពន្ធក៏ដោយឈានទៅដល់ករណីប្រើអំពើហិង្សាក្នុងគ្រួសារហើយវាជាបទល្មើសព្រហ្មទណ្ឌវាលែងជារឿងប្តីប្រពន្ធទៀតហើយមហាជនអាចចូលទៅខត់បានគាត់ថាអាចចូលទៅខត់ទៅអីទៅថ្ងៃក្រោយវាមានរឿងរ៉ាវអីនេះនោះអានឹងលោកគ្រូមិនហ៊ានបកស្រាយទេព្រោះពេលខ្លះតែកាលណាយើងអនុវត្តមិនបានត្រឹមត្រូវទេវាពិតជាមានរឿងចឹងមែនដូចអ្វីដែលបានកើតឡើងចឹងហើយបានជាចាស់គាត់តែងតែណែនាំថាកូនអើយចៅអើយប្រយ័ត្ននៅមិននៅកុំយកជួបភ្នើបៀកក្លៀកពាក្យខ្មែរយើងណាដោយសារអីដោយសារជួនកាលទៅចូលទៅខត់ទៅវាមានរឿងច្រើនជាងហ្នឹងប៉ះពាក្យគ្នាចុះឡើងទៅអ្នកចូលទៅក៏មិនចេះអីសោះហើយអ្នកដែលកំពុងតែវាយគ្នាហ្នឹងក៏កាចទៅទៀតឈានទៅដល់ការប្រើអាវុធប្រើអីទៅវាគ្រោះថ្នាក់យើងធ្លាប់ឃើញតាមបណ្ដាញសង្គមនៅលើដងផ្លូវដងអីហើយអញ្ចឹងប៉ុន្តែសួរថាបើឧបមាថាប្តីប្រពន្ធនឹងឆ្លោះគ្នាអាចចូលទៅបានទេកុំចូលផ្ទះគេនិយាយនេះនិយាយនៅលើផ្លូវសាធារណៈយើងចូលទៅផ្ទះគេខុសតនេះចូលដោយបាយកលចូលដោយមិនមានការអនុញ្ញាតនឹងប្រឈមជាមួយនឹងបទបញ្ញត្តិនៃមាត្រា299ម្ដងហ្នឹងពាក់ព័ន្ធជាមួយនឹងការរំលោភលើលំនៅឋានទៀតអត់ទេអាហ្នឹងមន្ត្រីអាជ្ញាធរអនុវត្តច្បាប់លោកអាចចូលទៅបាននៅពេលដែលមានសម្រែកស្រែកហៅពីខាងក្នុងអីមកចឹងទៅប៉ុន្តែយើងធ្វើមិនដឹងឥឡូវយើងមិនអ្នកជំនាញអ្នកអីផងហ្នឹងហើយសំឡេងហ្នឹងវាមិនដឹងជាសំឡេងអីពិតប្រាកដទៀតពេលខ្លះឥឡូវយប់ឡើងផ្ទះខ្លះហ្នឹងចាក់ធុងបាសធុងអីម៉ោង11កន្លះហើយអត់តន់គេងមកហ្នឹងយើងស្មានលែងត្រូវអស់ហើយបើលើវិលត្រឡប់មកវិញឧបមាថាបើឃើញស្ថានភាពអីមានវាយគ្នាមានអីតាមផ្លូវអញ្ចឹងមិនមែនចូលបានទេចូលខត់បានតោះនេះព្រោះវាជាបទមួយជាក់ស្ដែងច្បាប់អនុញ្ញាតឲ្យចាប់បានឲ្យដល់ចាប់បោះគ្រាន់ថាឲ្យចាប់ហើយបញ្ជូនទៅប៉ុស្តិ៍នគរបាលនៅគៀកបំផុតរឿងនេះវាចេះចោលឆក់ទូរស័ព្ទពួកគេបានពាក់មួកសុវត្ថិភាពដើម្បីបាំងបិទអត្តសញ្ញាណរបស់ខ្លួនឯងឆក់ទូរស័ព្ទរបស់ pedestrian អ្នកថ្មើរជើងជាស្ត្រីជាអីចឹងទៅបតាយបតុងគ្នាហើយមានមនុស្សឈោពេញនឹងទាំងអស់នៅក្នុងសង្កាត់មួយប្រហែលថ្ងៃមុនហើយបន្តមកទៀតមានអ្នកថតសកម្មភាពហ្នឹងអាប់ឡូតនៅក្នុងបណ្ដាញសង្គមវាមានអ្នកខមមិនដេញដោលគ្នាថាម៉េចក៏មិនព្រមជួយហើយបានអ្នកខ្លះគេទៅសេមកវិញថាស្មានតែប្តីប្រពន្ធឆ្លោះគ្នាឃើញទេចឹងបានលោកគ្រូបកស្រាយត្រឡប់ទៅវិញថាតាមច្បាប់ឲ្យតែនៅផ្លូវទីសាធារណៈហើយមានអំពើហិង្សាព្រោះដល់ថ្នាក់ករណីបោចសក់វាយមួយដៃមួយជើងហើយអានឹងគេហៅអំពើហិង្សាហើយជាប្រភេទបទល្មើសព្រហ្មទណ្ឌនរណាក៏អាចចូលទៅចាប់បានដែរឬខត់បានដែរតោះនេះអត់មានខុសអីទេអាហ្នឹងចឹងចង់ឲ្យចង់បកស្រាយឲ្យច្រើនចឹងបើលើចាំពេលក្រោយទៀតចុះLa distance, elle se répond au manque de respect. Ne répondez pas, ne discutez pas, ne cherchez pas à comprendre. Retirez simplement votre présence et laissez le silence parler pour vous. La distance, elle se répond au manque de respect. ភាពស្ងៀមស្ងាត់គឺជាចម្លើយដ៏ល្អបំផុតក្នុងករណីមានការខ្វះខាតការគោរព Ne répondez pas មិនចាំបាច់ឆ្លើយទេ Ne discutez pas មិនបាច់ពិភាក្សាអ្វីដូចគ្នាដែរNe cherchez pas à comprendre ហើយក៏មិនចាំបាច់ស្វែងយល់ដើម្បីយើងយល់អំពីគេដែរ Retirez simplement votre présence បកខ្លួនចេញពីស្ថានភាពហ្នឹង Et laissez le silence parler pour vous ហើយទុកឲ្យភាពស្ងៀមស្ងាត់ដែលយើងបានដើរចេញហ្នឹងនិយាយជំនួសយើងចោលមានន័យថាកន្លែងណាមួយដែលវាមិនឲ្យតម្លៃយើងហើយយើងដើរចេញបន្តវាយច្រើនទេពេលខ្លះនោះតោះនេះប៉ុន្តែគំនិតនេះ
miền về khác dương chẳng bao thử bộ xài đây mà rồi biểu rồi sẽ đào tranh đi đào tranh khác thay dương miền khluôn nói bản kinh này vì chơi từ tiền người nhé chẳng chẳng bên nào tận đây tích là cùng lựu thì họ ao bên ná sàn phim ná để dương thử là sẽ lừa xì lòng bạc lì bù nú tụ ở phim xem ngặt nắng bộ xài chùm nuôi dưới bên này thay dương đào chế nâng bên ná dương ở thử tranh đế dương bộ xài nó bên nắng tại đó oublie le passé dương ai bấm click ba là tại cả n'oublie pas la leçon còn ta complete mê riêng là sao ok vì pro mê riêng là dương click nâng hai sớm tô vì pro cộng hậu là dương ban phơ đòn le passé nâng hai để thôi dương pra chỉ chẳng click ở đây tại cả bán hay đây bán thử click một nước viên của vị ở cả bên này vì cứ chữ rương để bán cao từ hai số mấy tầm ban để tí của dương mà lại một mình bàn này con đất từ bị chặt tới chủng nội khâu chuông ở với cà phê hay ở với để nom ở dương pra chỉ chẳng mà nói you are never too old to set another goal or to dream in your dream con sao thằng Ockhniên nâng mình chắc về thế nâng không ca cầm nó cô đại robot luôn nâng miền cái đây sẽ máy chấm bố số bắn mày mũi chẳng chọn riêng ấy của riêng tơ chọn thử ấy của thư tơ le silence est la plus belle réponse face aux langues qui salisent ton image phiệp skim ngặt nâng nơi tại chi chúng lại đó lọ mùiประชุมจุ่มมวยนังเพียซามุ้ยได้มีแต่ขณะมุ้ยมันเอาทำลายเยอะนี่เราเคยได้โลโปรตีนแต่ไปสีจิงปิงแต่จ้องทง La Chine a instauré une nouvelle loi pour les influenceurs ceux qui abordent des sujets sensibles comme la médecine, le droit, la finance ou l'éducation devront prouver qu'ils possèdent une formation officielle ou risquent la prison nơi bờ tây Bàng tây sông Tô nơi bờ tây chấn cái ban bằng cao chụp bắp mây mùi vẫn là mình toàn khơi chạy lẹ chụp bắp nâng đặt tên là ngày ná min objectif rồi có élargissement vì sao là phim nâng cô bầm non dạng mấy thế nè còn cái ban tự xây thà chụp bắp mây mùi nơi bờ tây chấn đầm rơi à chụp bộ influencer nè đây là bầy đó nhá muốn được ai chơi đầm lại lừa mình đang sử dụng bán social platform này nè réseaux sociaux nâng bẻ quan tâm thiên bọt song sim mà dùng luôn medicine với sa draw cho bao finance cái những cái ảo bụng tới từ bằng hai thằng có miếng ca mà nó mà đang mũi chip lại cả và mình chẳng thấy cho pun từ này kia phải nhé chẳng miếng thắt khi trong ở miếng certification mũi cho bao lo cũng có draw đây ở đây thế sẽ là bạn có ấy của dương ai đi bán đây thòng mà nè đây thứ thòng một tiên nè Tesla thì ấy nó thấy bị nứt mưa con vô to nó có bạc có lọ đây nằm ở những thành ban tha cảm động nào đó cứ bật chỉ mình phim cho bạn lo trầm trời này nè chứ là của mình vẫn đang cho mong động mùi chụp ai ok bọn mình phải phòng trong ranh tin số to tiền đắt nằm bầy chiết nằm bầy chiết bỏ dương từ đây bỏ dương